ពួកគេដើរលេងតាមតំបន់ទេសចរចំពោះពួកឯងវិញដើរលេងតាមវាលស្រែកយគុណតាមទេសភាពស្រុកស្រែសកម្មភាពនាំគ្នាចេញរាតត្បាតពេញភូមិនៅកំពង់ចាមហើយមិនចេញរាតត្បាតតាណាទេបងប្អូនគឺជិះម៉ូតូទៅមើលទេសភាពហើយអ្វីដែលទៅទៀតនោះគឺទៅបេះក្រូចដើម្បីយកមកបុកល្ហុងកន្លែងដែលពួកយើងទៅបេះក្រូចផងដែរគឺនៅផ្ទះបងប្អូនមិត្តភ័ក្តិរបស់ខ្ញុំហើយនៅផ្ទះនេះផងដែរគឺអត់មានម្ចាស់នៅទេបេះក្រូចបានហើយក៏ខ្ញុំសម្លឹងឃើញទៅឃើញផ្លែទីបហើយក៏បានបេះហើយនៅពេលដែលបេះទៅឃើញផ្លែទីបនឹងទុំទៀតម្ចាស់គេអត់នៅផងញិបទុកធ្វើអីទៀតបន្តទៅទៀតក៏នៅគ្នាទៅបេះផ្លែស្វាយហើយទៅដល់នោះផ្លែស្វាយជ្រុះពេញដើមម្ចាស់គេអត់នៅចឹងមានពេលណាគេរើសបន្ទាប់ពីបេះបានហើយក៏នាំគ្នាទៅផ្ទះមួយទៀតគោលបំណងដែលពួកយើងទៅនោះគឺទៅបេះល្ហុងនឹងហើយបេះផ្លែល្ហុងហើយក៏នាំគ្នាទៅបេះផ្លែម្កាក់បេះបានសពគ្រប់ហើយក៏នាំគ្នាត្រឡប់ទៅផ្ទះវិញសកម្មភាពរៀបចំចិត្តបន្លែដើម្បីទុកហូបនៅពេលល្ងាចចំពោះបន្លែផងដែរគឺមានស្រាប់ហើយអូនបានទិញមកដើម្បីទុកឲ្យពួកយើងធ្វើម្ហូបហូបនៅពេលល្ងាចហើយពួកយើងក៏បានរៀបចំចិត្តបន្លែទុកឲ្យហើយថាបន្លែទាំងបងប្អូនគឺទាំងទឹកជ្រលក់អីដែលត្រៀមហូបនៅពេលល្ងាចហ្នឹងគឺធ្វើទុកឲ្យហើយដល់ល្ងាចហ្នឹងហូបស្រួលតែម្ដងផ្លុះពីនឹងទៅទៀតក៏នាំគ្នាហាន់សាច់ហាន់អីទុកឲ្យហើយបងប្អូនគ្រាន់តែឃើញបន្លែនិងឃើញគ្រឿងផ្សំដែលពួកយើងធ្វើហ្នឹងតើពួកយើងធ្វើម្ហូបអីដែរចាំមកម្ហូបដែលយើងធ្វើត្រៀមហូបនៅពេលល្ងាចហ្នឹងគឺធ្វើគោឡើងភ្នំពួកយើងមើលមកពិតជាសកម្មខ្លាំងមែនតើគឺចែកគ្នាធ្វើនេះធ្វើនោះម្ដាយមួយជើងម្នាក់ក៏ហើយអត់បានប្រចាំគ្នាទេបងប្អូនគឺចែកគ្នាធ្វើតែម្ដងបន្ទាប់ពីរៀបចំគ្រឿងក្រៅដែលត្រៀមហូបនៅពេលល្ងាចរួចរាល់ហើយក៏នាំគ្នាទៅបុកល្ហុងនិយាយទៅពួកយើងអត់តំណេមកទេនៅពេលដែលតំណេហ្នឹងគឺនាំគ្នាហូបតែម្ដងនៅពេលដែលបុកល្ហុងហើយគឺយកល្ហុងទៅហូបតាមវាលស្រែដើម្បីប្លែកអារម្មណ៍ម្ដងគោលបំណងដែលពួកយើងមកនោះគឺចង់មកហូបអីតាមវាលស្រែមកមើលទេសភាពស្អាតស្អាតហើយជាពិសេសហ្នឹងមកមើលថ្ងៃលិចចែកដានអីថ្ងៃលិចមើលឃើញផងបាំងពពកអស់ហើយតែក៏មានអារម្មណ៍ថាស្រស់ស្រាយបានដើរលេងជុំគ្នាអញ្ចឹងណាពួកគេដើរលេងតាមតំបន់ទេសចរចំពោះពួកឯងវិញដើរលេងតាមវាលស្រែកយគុណតាមទេសភាពស្រុកស្រែមកលេងផ្ទះមិត្តភ័ក្តិអញ្ចឹងទៅមកបែបជនបទដូចគ្នាអញ្ចឹងមានអារម្មណ៍ថាវាប្លែកជាងគ្នាត្រង់តំបន់រស់នៅវាផ្សេងគ្នាហើយបរិបទរស់នៅក៏ផ្សេងគ្នាធ្វើឲ្យយើងបានស្គាល់និងរៀនសូត្រច្រើនផងដែរ